cái bề xưa nụ ní bởi vậy phiên cao đây mình toàn thở pan mình toàn miền tùm đo thế ta chấp đám đây thở pan tùm nó can ta chả dương và to khật không ca bà chọc ca vào về ní chia chiên từ đó ca cắt và thôi tùm đo đang bị biệt cái bề xưa nụ ní bởi vậy phiên cao đây mình toàn thở pan mình toàn miền tùm đo thế ta chấp đám đây thở pan tùm nó can ta chảแต่เราตุ่มนัวสังแต่เอาให้มาพนัยคือโดยซาយើងអត់មានប្លង់ច្បាស់លាស់ជំនាន់អាពោតជំនាន់អីគឺចោលទាំងអស់យើងវាស់វែងកំណត់តែនៅក្នុងទេនៅទូទាំងប្រទេសដូចគ្នាឥឡូវការវាស់វែងចុះបញ្ជីក្បាលដីបានច្រើនអញ្ចឹងវាស់ឥឡូវគឺប្រើ GPS ប្រើអីផ្សេងដើម្បីធានាថ្ងៃមុនគេសើចចំអកនៅពេលដែលខ្ញុំនិយាយថានៅជាលទ្ធផលបឋមមកដល់ប៉ុណ្ណេះផ្ទៃកលារបស់ប្រទេសរបស់យើងគឺមិនមែន 131,035 គីឡូម៉ែត្រការ៉េទេគឺឈានទៅដល់ 181,000 ដូច 400 ប្រហែលនេះខ្ញុំភ្លេចច្រើនជាង 181,035 គីឡូម៉ែត្រការ៉េគេសើចសំណួរសួរថាហេតុអីបានជាការខុសគ្នាកាលមុនការជំនាន់បារាំងគូសពីមុនវាស់ដៃហើយកាល់កាឡេឥឡូវគេវាស់ GPS computer កាល់កាឡេឲ្យបោះបកគោកន្លែងណា GPS នៅនឹងតបជាប់ទាំងអស់អាកន្លែងដែលយើងបានឯកភាពគ្នា computer គិតឲ្យយើងវាឡើងលើស 181,005 អញ្ចឹងគេថាយើងនិយាយកុហកនិយាយអត់ទេផ្អែកទៅលើបច្ចេកទេសវិទ្យាសាស្ត្រតៃកាឡាពិតប៉ុណ្ណាយើងមិនទាន់វាស់វែងចប់នៅជាមួយថៃយើងនៅសល់មួយចំនួនមិនទាន់ឯកភាពគ្នានៅជាមួយឡាវនៅសល់ 14% នៅជាមួយវៀតណាមនៅសល់ 16% ក្រោយពីការវាស់វែងបញ្ចប់ហើយបានយើងកាល់កាឡេចេញប៉ុន្តែឥឡូវប្រព័ន្ធការងារគឺផ្អែកទៅលើកុំព្យូទ័រហើយបងប្អូនដឹងហើយកុំព្យូទ័រហើយនឹងដៃមនុស្សមួយណាច្បាស់ជាងខ្ញុំជឿថាកុំព្យូទ័រហើយខ្ញុំទៅមើលអាក្រុមហ៊ុនថ្ងៃមុនទៅមើលក្រុមហ៊ុនផលិតឡាននៅកក process មួយចំនួនគឺគេដាក់កុំព្យូទ័រវារុញមកបើសិនជា scan ទៅខុសអីបន្តិចគឺវាទាត់ចោលភ្លាមបើឲ្យមនុស្សមើលអាចក្នុង 10 អាចខ្វះ 1 2 អញ្ចឹងការគិតគូរបែបនេះគឺការគិតគូរការប្រើប្រាស់បច្ចេកទេសអញ្ចឹងរឿងវាស់វែងដីធ្លីដូចគ្នាគឺយកវាស់វែងតាមបច្ចេកទេសចេញជាប្លង់ ELMA ដែលយើងហៅថាប្លង់រឹងនោះជាប្លង់មួយដើម្បីកំណត់ហើយផ្អែកទៅលើនិយមការបច្ចេកទេសតែម្ដងនៅក្នុងប្រព័ន្ធកុំព្យូទ័រអញ្ចឹងយើងអាចធានាបានថាវាជាងសក្រិតជាងយើងវាស់ដៃវាស់ជើងវាស់កន្លែងខ្លះអញ្ចឹងការធ្វើបែបនេះនឹងឈានទៅដល់ការកាត់បន្ថយនៅផលប៉ះពាល់និងវិវាទហើយខ្ញុំសង្ឃឹមថាការដោះស្រាយនៅផលប៉ះពាល់និងវិវាទនេះនឹងជួយទី1ឲ្យប្រជាពលរដ្ឋរបស់យើងជាម្ចាស់កម្មសិទ្ធិកាន់តែច្បាស់លាស់លែងមានទំនាស់ឬមួយក៏អាចមានទំនាស់តកូនតចៅជាមួយអ្នកជិតខាងទី2លើកទឹកចិត្តដល់ការវិនិយោគដោយសារប្រព័ន្ធបញ្ហាដីធ្លីលែងមានទៀតអញ្ចឹងប្រកាសហ៊ានដាក់ទុនដោយមិនឈឺក្បាលនៅរឿងបញ្ហាដីធ្លីអញ្ចឹងទាំងអស់នេះគឺជួយជំរុញការវិនិយោគនៅកម្ពុជាជាពិសេសនៅខេត្តព្រះសីហនុតែម្ដងអញ្ចឹងកិច្ចការងារនេះយើងនឹងបន្តដោយល្ងាចនេះឲ្យដំសាយសំអាលត្រូវទៅចែកដូចជាង 5,000 បានបាទនៅខេត្តព្រះសីហនុហើយថ្ងៃមុននៅតាកែវអត់បានប្រកាសប្រកែវដូចបញ្ចប់ដែរបាទចប់ដែរទៅម្សិលមួយថ្ងៃអត់បានប្រកាសឥឡូវប្រកាសតែម្ដងឲ្យដូចអញ្ចឹងជាខេត្តទី6ហើយដែលបញ្ចប់បាទនៅក្នុងការវាស់វែងនិងចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋចុះបញ្ជីឲ្យអស់មានទំនាស់ហើយយើងចេញទៅឲ្យប្រើប្រាស់អញ្ចឹងកិច្ចការងារនេះគឺជាកញ្ចប់តែម្ដងនៅក្នុងការធានានៅសិទ្ធិនិងកម្មសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋរបស់យើងក៏ដូចជាការធានានៅលំនឹងនិងភាពច្បាស់លាស់នៃការវិនិយោគខ្លួនឯងក៏ដោយបងប្អូនដែលធ្វើផ្ទះ
ធ្វើអូតែលនៅលើដីរបស់ខ្លួនបើដីយើងមិនច្បាស់ស្រាប់តែធ្វើគេមកប្តឹងវាយអូតែលវាយយ៉ាបយើងមកកណាត់ចោលមិនពិបាកតែដល់សារយើងមានវាស់ច្បាស់លាស់ព្រមអីច្បាស់លាស់គឺលែងមានពីណាររឿងបាទនេះហើយគឺជាការឈានទៅមុខជាប្រចាំការដោះស្រាយបញ្ហាតម្រូវការជូនប្រជាពលរដ្ឋរបស់យើង